សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការចេញតារាងតម្លៃដើម្បីធ្វើការចេញតារាងតម្លៃទៅឲ្យអតិថិជនជាដំបូងលោកអ្នកត្រូវចូលទៅក្នុង module Order Management ចុចនៅលើពាក្យ Quotation ឬចុចនៅលើប៊ូតុង Create ធ្វើការជ្រើសរើសឈ្មោះអតិថិជនជ្រើសរើសការបរិច្ឆេទនៃការចេញតារាងតម្លៃនិងការបរិច្ឆេទនៃការផុតកំណត់សម្រាប់លេខកូដលោកអ្នកអាចធ្វើការបំពេញដោយផ្ទាល់ឬអាចរំលងនៅ system នឹងធ្វើការចាប់លេខកូដជូននៅស្វ័យប្រវត្តិជ្រើសរើសរយៈពេលនៃការទូទាត់ធ្វើការជ្រើសរើសឈ្មោះអ្នកលក់ធ្វើការជ្រើសរើសឈ្មោះសាខានិងទម្រង់នៃតារាងតម្លៃធ្វើការបំពេញព័ត៌មាននៃការចេញតារាងតម្លៃរបស់លោកអ្នកនៅក្នុងប្រអប់ Note ចុចត្រង់នេះដើម្បីធ្វើការជ្រើសរើសមុខតំណែងដែលលោកអ្នកត្រូវចេញតម្លៃរួច click OK ធ្វើការបំពេញចំនួនទៅតាមតំណែងដែលត្រូវចេញតម្លៃសម្រាប់ discount លោកអ្នកអាចធ្វើការបញ្ចុះតម្លៃទៅលើមុខតំណែងនីមួយៗដោយគិតជាភាគរយឬគិតជាចំនួនទឹកប្រាក់ចុចសញ្ញាចុច3បញ្ឈររួចចុចនៅលើពាក្យ long description ដើម្បីធ្វើការបន្ថែមការពិពណ៌នាលើតំណែងរបស់លោកអ្នកឬចុច remove ដើម្បីធ្វើការដកតំណែងណាមួយចេញហើយលោកអ្នកអាចធ្វើការបញ្ចុះតម្លៃទៅលើតារាងតម្លៃទាំងមូលដោយបំពេញចំនួនភាគរយឬចំនួនទឹកប្រាក់ដែលត្រូវបញ្ចុះធ្វើការចុច save click print ប្រសិនបើលោកអ្នកចង់ធ្វើការបោះពុម្ពចេញ click preview បើសិនជាលោកអ្នកចង់ធ្វើការពិនិត្យមើលម្ដងទៀតឬ click continue ដើម្បីធ្វើការបញ្ចប់លោកអ្នកអាចធ្វើការស្វែងរកតារាងតម្លៃតាមរយៈលេខកូដនិងឈ្មោះអតិថិជនបន្ទាប់មកធ្វើការចុចនៅលើសញ្ញាចុច3បញ្ឈរសម្រាប់ preview គឺជាកន្លែងសម្រាប់ធ្វើការពិនិត្យមើលតារាងម្ដងទៀត copy គឺជាកន្លែងសម្រាប់ធ្វើការចម្លងទម្រង់ពីតារាងចាស់ដើម្បីធ្វើការបង្កើតថ្មីSet order គឺជាកន្លែងសម្រាប់ធ្វើការបំលែងតារាងតម្លៃទៅជាការបញ្ជាលក់ Edit គឺជាកន្លែងសម្រាប់ធ្វើការកែឬបន្ថែមព័ត៌មានឬមុខតំណែងទៅលើតារាងដែលបានធ្វើរួច Log គឺជាកន្លែងសម្រាប់បោះបង់ឬចាញ់ទៅលើការដាក់តារាងតម្លៃ Void គឺជាកន្លែងសម្រាប់ធ្វើការលុបតារាងតម្លៃ Template គឺជាកន្លែងសម្រាប់ធ្វើការបដូរទម្រង់នៃតារាងតម្លៃ